រឿងរ៉ាវបាទពីរង្វាន់ UEFA Europa League យើងឃើញថាពីរង្វាន់លំដាប់ទី2របស់អឺរ៉ុបនេះក៏រកបានឃើញ4ក្រុមបាទដែលឡើងមកប៉ះគ្នារួចទៅហើយបាទបន្ទាប់ពីការប្រកួតប្រជែងវគ្គជម្រុះនោះគឺថាស្វិតស្វាញមែនទែនបាទរហូតដល់ឃើញ4ក្រុមបាទចុងក្រោយដែលត្រូវជួបគ្នាបាទប្រិមិត្តប្រកាសជាចង់ដឹងថា4ក្រុមចុងក្រោយជួបគ្នានេះមានក្រុមណាខ្លះបាទចាស់ស្ដែងបាទបើនិយាយទៅគឺបាទក្រុមមកពីអង់គ្លេសបាទមួនកណៃមាន Tottenham Hotspur គឺបានយកឈ្នះក្រុមដែលមកពីអាល្លឺម៉ង់នោះបាទ Eintracht Frankfurt បើយកឈ្នះអាល្លឺម៉ង់ហ្នឹងក៏មិនជាច្រើនគ្រាប់ដែរបាទសម្រាប់ Spur ណាបាទ Spur ឈ្នះប្រផិតប្រផើយមែនទែនបាទសម្រាប់បាទលើឈ្នះទៅលើ Frankfurt នឹងសរុបផលគឺ Spur ឈ្នះបាទ Frankfurt ដល់ផលបាទ 2-1 បាទទាំងពីរជើងតែម្ដងអញ្ចឹង Spur ឡើងមកលើមានន័យថាមន់ហូបអន្ត្រីបាទអន្ត្រីបាទហើយសម្រាប់បាទ Spur គេឡើងមកវគ្គ4ក្រុមចុងក្រោយដែលឡែកចាប់អារម្មណ៍មួយទៀតដែរបាទប្រិមិត្តគឺបាទក្រុមនៅឯ Norway បាទ Bodø/Glimt បាទ Bodø/Glimt នេះគឺបានបាទហូបចុកបាទទៅលើ Lazio របស់អ៊ីតាលីណោះបាទអញ្ចឹងយើងឃើញថាសម្រាប់ Bodø/Glimt នេះគឺតស៊ូមែនទែនដោយសរុបគ្រាប់បាល់បើនិយាយទៅការប្រកួតនោះជើងទី2 Lazio គេឈ្នះ 3-1 បាទប៉ុន្តែសរុបលទ្ធផលគ្រាប់បាល់គឺBodø/Glimt បាទគេយកឈ្នះបាទទៅលើបាឡាស៊ីអូលទ្ធផលបាទ3-2បាទអញ្ចឹងBodø/Glimt គេឡើងមកប៉ះជាមួយនឹង Spur បាទអញ្ចឹងមានន័យថាការប្រកួតនេះសុទ្ធស្វែងមែនតើសម្រាប់ក្រុមទាំងពីរព្រោះដោយសារថែមដល់ម៉ោងពេលវគ្គពេលនាទីបាទវគ្គពេលនាទីអញ្ចឹងមានន័យថា3-1សរុបទៅ3 create 3ស្មើបាទសម្រាប់ Lazio និង Bodø/Glimt ខ្ញុំ Lazio មិននិយាយថាម៉េចដូចមាននិស័យក្រុមហ្នឹងបាទក្រុមមួយហ្នឹងគឺពេលដែលខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍បាទតតអ៊ីតាលីខ្ញុំដូចស្រឡាញ់ Lazio ដោយសារអីខ្ញុំស្រឡាញ់អាវគាត់ទៅសកាអាវគាត់អាវពណ៌ទឹកសមុទ្រឬអាវពណ៌ផ្ទៃមេឃហ្នឹងហើយជំនាន់ហ្នឹងកីឡាករបាល់ Lazio ឆ្នាំ2000បើខ្ញុំចាំមិនភ្លេចទេបងប្អូនប្រហែលជាឆ្នាំ2002 2003ហ្នឹងហើយបាទ20ឆ្នាំជាងមុនណាអូយ Lazio ខ្លាំងណាស់បាទ Lazio ខ្លាំងកាលជំនាន់មុនប៉ុន្តែឥឡូវនេះក៏ឡើងមកដល់វគ្គ8ក្រុមប៉ុន្តែក៏បានត្រូវផ្លាត់ចាញ់ Bodø/Glimt បាទអញ្ចឹងក៏អបអរសាទរសម្រាប់ក្រុមដែលមកពី Norway ណាហូបក្រុមអ៊ីតាលីបាទអ៊ីតាលីបាទដល់ឡែកមកក្រុមទៀតនោះបាទក្រុមបាទ Athletic Club បាទ Athletic Club នេះគឺបានយកឈ្នះទៅលើក្រុមបាទ Ranger របស់អង់គ្លេសបាទហើយសរុបបាទលទ្ធផលហ្នឹងគឺ2-0បាទអញ្ចឹងមានថាអេស្ប៉ាញបាទ Athletic Club Bilbao ហូបបាទក្រុមរបស់ Scotland បាទ Ranger បាទ Scotland អញ្ចឹង2-0នេះ Bilbao ក៏ជាគីឡូធ្ងន់ដែរស្កា Bilbao គីឡូធ្ងន់របស់ពីរង្វាន់នេះមានSevilla Villarreal Bilbao ហ្នឹងឯងបាទសម្រាប់ក្រុមដែលមកពីអេស្ប៉ាញណាដែលយើងក៏សារឃើញបាទអញ្ចឹងមិនជារឿងចម្លែកទេដែល Bilbao ហូប Ranger ព្រោះដោយសារតែ Bilbao ក៏គេតែងតែមកដល់វគ្គជ្រៅដែរបាទសម្រាប់ក្លឹបឬក៏ក្រុមបាល់ទាត់ដែលមកពីអេស្ប៉ាញអញ្ចឹងដូចខ្ញុំជម្រាបជូនហ្នឹងគីឡូបើគីឡូនៅអេស្ប៉ាញ UEFA Champions League បើយើងរាប់ទៅ3អត់មានលើសណាក្រៅពីReal Madrid Barcelona និង Atletico Madrid ទេតែហើយសម្រាប់ UEFA Champions League ប៉ុន្តែបើ Europa យើងឃើញបើអេស្ប៉ាញនេះសម្បូរក្រុមខ្លាំងណាស់មាន Valencia ក៏អតីតកាលក៏ជាក្រុមខ្លាំងនៅ Europa ដែរបាទ Valencia Villarreal Sevilla Bilbao ហ្នឹងសិតតែជាក្រុមដែលខ្លាំងហើយបាទអញ្ចឹងAthletic Club ឬក៏ Bilbao នេះគឺគេឡើងទៅបន្តហើយ4ក្រុមប៉ុន្តែមានមួយគូទៀតញាក់សាច់មួយគូទៀតនេះគឺជាការជួបគ្នាបាទរវាងក្រុមបាល់ទាត់ Lyon របស់បារាំងបាទជួបជាមួយនឹងក្រុមបិសាចក្រហម Manchester United បាទការពីជើងទី1យើងឃើញថាមិនមានការយកឈ្នះគ្នាទេលទ្ធផលបាទ2-2បានទៅត្រឹមស្មើក្នុងទឹកដីបារាំងប៉ុន្តែត្រឡប់មកការប្រកួតនៅកីឡដ្ឋានបាទ Old Trafford បាទរបស់បិសាចក្រហម Manchester United វិញយើងឃើញថាការប្រកួតនោះពិតជាស្វិតស្វាញមែនទែនបាទថែមម៉ោងហើយយើងឃើញថាប្រិមិត្តអ្នកគ្រប់គ្រងបិសាចក្រហមណាពេលដែលការវាយបលរបស់ Lyon បាទគឺមានអ្នកចេញពីកីឡដ្ឋានបដាទៅហើយក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះការ come back ត្រឡប់មកវិញបាទប្រហែលនាទីចុងក្រោយនេះគឺធ្វើឲ្យ fan ដែលគាត់ចេញពីកីឡាដ្ឋានទៅបាទបានទស្សនាតាមកញ្ចក់ទូរទស្សន៍ឃើញថាមែនយូឈ្នះវិញហើយហូបាទសប្បាយមែនតើរំភើបបាទសក់ទឹកភ្នែកបាទសម្រាប់ fan Man U ដូចជាមិនដល់10នាទីទេបាទមិនដល់10នាទីទេបាទអញ្ចឹងយើងឃើញថាការប្រកួតនោះគឺអាចនិយាយថាស្វិតស្វាញមែនតើ
ការប្រកួតនៅក្នុងទឹកដី Old Trafford Man U បានយកឈ្នះទៅលើ Lyon លទ្ធផល5-4ហើយគ្រាប់បាល់នោះគឺថានិយាយរួមទៅគឺច្រើនមែនទែនណាកាត់ឡើងច្រើនមែនទែនអញ្ចឹង9គ្រាប់នៅក្នុងជើងទី2បាទប៉ុន្តែដល់ពេលដែលសរុបគ្រាប់បាល់ Man U ឈ្នះមួយគ្រាប់បាទ Man U មាន7គ្រាប់ Lyon របស់បារាំងមាន6គ្រាប់បាទហើយអ្វីដែលដល់ប្រិមិត្តចាប់អារម្មណ៍មែនទែនគឺការប្រកួតនោះគឺការសុទ្ធបញ្ចូលទីគ្នាទៅវិញទៅមកណាបាទហើយជាពិសេសគឺកីឡាករដែលលោក Ruben Amorim ដាក់ចូលអាចនិយាយបានថាការប្រកួតនៅ Premier League Man U ដូចជាមិនសូវទេប៉ុន្តែដល់ពេលដែលលេងនៅក្នុងពានរង្វាន់លំដាប់ទី2របស់អឺរ៉ុបនេះមានអារម្មណ៍ថាកីឡាករដូចមានថាមពលហ្មងបាទដូចថាកីឡាករដែលយើងឃើញថាការបង្ហាញខ្លួនរបស់គាត់នៅ Premier League អត់សូវល្អប៉ុន្តែមកលេងនៅ Europe League គឺល្អបាទលើជាក់ស្ដែងដូចពីណាគេដូច Casemiro បាទ Casemiro គឺជាកីឡាករដែល Aziz ឲ្យ Harry Maguire តែចូលនេះគាត់បាល់នេះគឺថាអានីតិចុងក្រោយសិលនឹកស្មានមិនដល់បាទនឹកស្មានមិនដល់ហើយក៏ជាមកគ្រាប់ដែលផ្ដល់ក្តីសង្ឃឹមឲ្យ Man U ឡើងមកដល់វគ្គនេះហើយក្រោយពីការប្រកួតចប់យើងឃើញហើយលោក Ruben Amorim មានរូបភាពបបោះដែលលោករត់មកអោបអ្នកចាំទីAndre Onana Onana បាទសុំទោសបាទ Onana អញ្ចឹងមានន័យថាលោកនៅតែផ្ដល់សេចក្តីទុកចិត្តសម្រាប់ Onana ដែល Onana សង្គ្រោះបាល់ក៏ច្រើនដែរថ្ងៃនោះបាទអញ្ចឹងក្រុម4ដែលទៅប៉ះគ្នាមាន Spurs Body Glim Man U ហ្នឹងវាបាវមើលសង្ឃឹមមានក្រុមណាប៉ះគ្នាមើលការជួបគ្នារវាងក្រុមទាំង4ណាបាទសម្រាប់ការជួបគ្នាខ្ញុំគិតថាបើ Spurs ប៉ះជាមួយនឹង Body Glim របស់ Norway ខ្ញុំគិតថាភាគរយច្រើនអាចទៅលើ Spurs ណាបាទខ្ញុំគិតថា Spurs មែនជារឿងចៃដន្យទេប៉ុន្តែការឡើងនេះគឺត្រូវប៉ះគ្នាតែម្ដងបាទការឡើងគឺ Spurs ត្រូវប៉ះជាមួយ Body Glim បាទតែក៏មិនអាចមើលស្រា Body Glim ដែរព្រោះគេតម្លាក់10គីឡូធ្ងន់បាទ Lazio បាទអ៊ីតាលីដែរ Lazio ណាបាទអញ្ចឹងភាគរយបើ Spurs ជួបគ្នាជាមួយនឹង Body Glim សកាគិតថា Spurs ឡើងបាទខ្ញុំអាចគិតចឹងដែរសកាខ្ញុំអាចគិតថា Spurs ឡើងដែរបាទហើយមកគូទៀតគឺជាការជួបគ្នារវាង Athletic Club បាទជាមួយនឹងបេសាយក្រហម Manchester United នោះខ្ញុំគិតថាកន្លងទៅណាបើសិក្សាពីប្រវត្តិរបស់ក្រុមទាំងពីរក្រុមរបស់អង់គ្លេសជាពិសេស Man U ប៉ះជាមួយនឹង Athletic បៀបៅណាគឺដូចពិបាកបន្តិចតាំងពីជំនាន់លោកតា Sir Alex Ferguson ណាក៏ពិបាកយកឈ្នះទៅលើបៀបៅនេះដែរយ៉ាងច្រើនបានត្រឹមតែស្មើទេបាទអញ្ចឹងការជួបគ្នានៅក្នុងវគ្គនេះគឺយើងពិបាកវិនិច្ឆ័យបន្តិចក៏ប៉ុន្តែដោយសារតែមែនទែនបៀបើនិយាយទៅអត់សូវមាន Superstar កីឡាករល្បីល្បាញទេប៉ុន្តែអាចមានអាវុធលាក់មុខដែរបាទដូចកីឡាករ Nico Williams របស់អេស្ប៉ាញកំពុងតែឡើងជើងខ្លាំងមែនទែនអញ្ចឹងក៏មិនអាចប្រហែសបានដែរបាទសម្រាប់កីឡាកររបស់បៀបើដែលឡែកបើនិយាយពីក្រុមទាំងពីរបើនិយាយពីទំនោររបស់ខ្ញុំវិញខ្ញុំគិតថា Man U អាចយកឈ្នះទៅលើ Athletic បៀបើបានអញ្ចឹងមានន័យថាអង់គ្លេសប៉ះអង់គ្លេសទៅប៉ះអង់គ្លេសពេលឥឡូវទាយក្រុមជើងឯកហ្មងទាយបើការទាយលេងសម្រាប់ខ្ញុំបើនិយាយទៅបាទខ្ញុំគិតថាចេះបាទ Man U អាចឈ្នះបាទពេលរង្វាន់ Europa League ហើយដល់ការក្រោយក៏កៅអី UEFA Champions League បងអូអញ្ចឹងការថាកក់បានហើយលោក Ruben Amorim អាចបន្តទៀតបាទបន្តទៀតព្រោះអាចយក Victor Gyökeres មកទៀតមកបាញ់បាទបាទអរគុណបាទប្រិមត្តនេះក៏ជាការចូលរួមទស្សទាយដូចជាការសន្និដ្ឋាននេះបើសាអង់គ្លេសថា predict បាទ predict ធ្វើយើងធ្វើ prediction អញ្ចឹងសម្រាប់ខ្ញុំក៏រៀងឯកភាពដែរជាមួយនឹងសខាដែរព្រោះការជួបគ្នារវាង Spurs និង Body Glim ខ្ញុំគិតថាភាគរយ Spurs អាចនឹងមានភាគរយខ្ពស់ជាងក្នុងការឡើងទៅវគ្គបន្ទាប់ហើយការប៉ះជាមួយនឹង Athletic Club Bilbao នេះជាមួយនឹង Man U ខ្ញុំគិតថាយ៉ាងហើយណា Man U ក៏ជាក្រុមចាស់ភាសាដែរក្រុមខ្លាំងដែរជារជ្ជកាលថ្មីក៏លើកថាលោក Ruben Amorim អាចមានយុទ្ធសាស្ត្រអីថ្មីដើម្បីយកឈ្នះ Athletic Club Bilbao ទៅប៉ះជាមួយនឹង Spurs ហើយការប៉ះជាមួយនឹង Spurs បបពិសោធន៍កន្លងទៅយើងឃើញ Spurs ក៏ភាគរយបើគេថាការជួបគ្នាកន្លងទៅភាគរយជាមួយ Spurs ជាមួយនឹង Man U នេះ Man U ក៏ឈ្នះច្រើនជាងដែរបាទអញ្ចឹងខ្ញុំក៏ឯកភាពដែរថា Man U អាចនឹងមានឱកាសក្នុងការគ្រងជាម្ចាស់ជើងឯក Europa League ឆ្នាំ2024-2025នេះបាទអញ្ចឹងបងប្អូនវិញអាចចូលរួមទូទាក៏ដូចអាចចូលរួម comment បានមើលថាតើរវាងក្រុមទាំង4នេះមកដល់វគ្គ4ក្រុមចុងក្រោយតើក្រុមណាអាចនឹងឡើងទៅដល់វគ្គបែបព្រាត់ហើយក្រុមណានឹងក្លាយជាម្ចាស់ជើងឯក